ងារសមរម្យគឺជាគោលការណ៍ដ៏សំខាន់មួយដែលផ្ដោតលើការផ្ដល់ឱកាសឲ្យមនុស្សទាំងអស់អាចមានការងារដែលមានកិត្តិយសសុវត្ថិភាពនិងមានប្រាក់ឈ្នួលសមរម្យគំនិតនេះត្រូវបានជំរុញយ៉ាងខ្លាំងដោយរាជរដ្ឋាភិបាលកម្ពុជាហើយដែលក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននឹងកំពុងយកចិត្តទុកដាក់ដើម្បីធានាថាកម្មករនិងនិយោជិតទទួលបានសិទ្ធិមូលដ្ឋានក្នុងការងារការការពារសង្គមនិងឱកាសអភិវឌ្ឍខ្លួនក្នុងន័យនេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់អនុសាសន៍និងដាក់គោលដៅដ៏មុតស្រួចជំរុញធ្វើយ៉ាងណាឲ្យប្រជាជនគ្រប់រូបមានការងារសមរម្យប្រកបដោយផលិតភាពដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពជាក់ស្ដែងក្នុងឆ្នាំ2025កន្លងមកនេះក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីហេងសួរក្រសួងសម្រេចបានសមិទ្ធផលគួរជាទីមោទកៈថ្មីៗទៀតដូចជាបានអនុវត្តប្រព័ន្ធស្វ័យប្រកាសអធិការកិច្ចការងារដោយបានចុះអធិការកិច្ចការងារសរុបចំនួន 13,500 លើកក្នុងនោះអធិការកិច្ចការងារសាមញ្ញចំនួន 12,910 លើកអធិការកិច្ចតាមដានការដាក់កំហិតចំនួន 85 លើកនិងអធិការកិច្ចការងារពិសេសចំនួន 505 លើកព្រមទាំងបានដាក់កំហិតចំនួន 1083 សហគ្រាសនិងបានចេញលិខិតផាកពិន័យចំនួន 101 សហគ្រាសតាមរយៈនេះបានរកឃើញថាអត្រាសហគ្រាសក្រុមហ៊ុនរោងចក្រដែលអនុលោមភាពតាមច្បាប់និងលិខិតបទដ្ឋានពាក់ព័ន្ធនិងវិស័យការងារមានចំនួន 99.25% បច្ចុប្បន្នភាពសហគ្រាសក្រុមហ៊ុនរោងចក្រត្រូវបានធ្វើឡើងតាមប្រព័ន្ធថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជានិងថ្នាលទិន្នន័យដោយចំនួនសហគ្រាសដែលបានចុះបញ្ជីកើនឡើងពីចំនួន 44,798 ដល់ចំនួន 46,649 សហគ្រាសកើនឡើងចំនួន 1,851 សហគ្រាសចំនួនកម្មករនិយោជិតបានកើនឡើងពីចំនួន 1,810,646 នាក់ដល់ចំនួន 2,217,525 នាក់កើនឡើងចំនួន 4,1479 នាក់បានផ្ដល់សេវាពិនិត្យក្រោយសម្បទាជូនកម្មករនិយោជិតខ្មែរនិងបរទេសតាមរយៈនាយកដ្ឋានពេទ្យការងារផ្ទាល់ការចុះពិនិត្យកាយសម្បទាតាមសហគ្រាសក្រុមហ៊ុនរោងចក្រនិងមន្ទីរពេទ្យជាដៃគូចំនួន 1,2,447 នាក់ក្នុងនោះស្រី 467,325 នាក់បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពនិងសុខភាពការងារសរុបចំនួន 562 លើកមានសិក្ខាកាមចូលរួមសរុបចំនួន 1,9,139 នាក់ភាគច្រើនជាស្ត្រីបានរៀបចំបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពនិងសុខភាពការងារសម្រាប់និយោជកនិងកម្មករនិយោជិតចំនួន 162 វគ្គមានសិក្ខាកាមចូលរួមចំនួន 3,300 នាក់ក្រសួងបានអនុវត្តកិច្ចអន្តរាគមន៍ស្នូលទប់ស្កាត់ការពារការប្រើប្រាស់ពលកម្មកុមារចំនួន 400 នាក់ក្នុងនោះស្រី 182 នាក់និងបន្តការគាំពៀចំនួន 200 នាក់ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋនិងកសិឧស្សាហកម្មនៅខេត្តគោលដៅចំនួន 7 រួមមានខេត្តកំពង់ធំខេត្តព្រៃវែងខេត្តសៀមរាបខេត្តក្រចេះខេត្តកំពង់ចាមខេត្តកណ្ដាលនិងខេត្តត្បូងឃ្មុំព្រមទាំងបានផ្សព្វផ្សាយស្ដីពីការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារសរុបចំនួន 447 លើកមានអ្នកចូលរួមសរុបចំនួន 12,900 នាក់ដោយរៀងរាល់ឆ្នាំដែរការដំឡើងប្រាក់ឈ្នួលអបបរមាសម្រាប់កម្មករនិយោជិតផ្នែកវិញ្ញាណភ័ណ្ឌកាត់ដេរផលិតផលស្បែកជើងផលិតផលធ្វើដំណើរនិងកាបូបនៅតែបន្តបើទោះបីជាស្ថានភាពពិភពលោកប្រឈមនឹងភាពមិនច្បាស់លាស់ក៏ដោយនៅក្នុងឆ្នាំ2026បានកើនឡើងដល់$210នៅក្នុងមួយខែនិងរក្សាប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមកដូច្នេះឆ្នាំ2026ដោយបូករួមទាំងប្រាក់រង្វាន់អតីតភាពការងារនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗកម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលជាមធ្យមចាប់ពី$227ទៅ$238នៅក្នុងមួយខែចំពោះការលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈមានអង្គការវិជ្ជាជីវៈថ្មីសរុបចំនួន337បានចុះបញ្ជីក្នុងនោះសហព័ន្ធសហជីពចំនួន4សហជីពមូលដ្ឋានចំនួន332និងសមាគមនិយោជក1បើគិតត្រឹមឆ្នាំ2025មានអង្គការវិជ្ជាជីវៈសរុបចំនួន6,848ក្នុងនោះសហភាពសហជីពមានចំនួន42សហព័ន្ធសហជីពមានចំនួន284សហជីពមូលដ្ឋានមានចំនួន6,509និងសមាគមនិយោជកមានចំនួន13
យន្តការដោះស្រាយវិវាទការងារត្រូវបានពង្រឹងដោយក្រសួងការងារបានធ្វើឲ្យអត្រាសាជាវិវាទការងាររួមទាំងកម្រិតមន្ត្រីផ្សព្វផ្សាយនិងក្រុមប្រឹក្សាអាជ្ញាកណ្ដាលចំនួន 97.92% ដែលនេះបង្ហាញពីភាពល្អប្រសើរនៃការកែសម្រួលយន្តការដោះស្រាយវិវាទការងាររបស់ក្រសួងព្រមទាំងការយល់ដឹងរបស់អ្នកពាក់ព័ន្ធនៅក្នុងការដោះស្រាយវិវាទដែលធ្វើឲ្យអត្រាសាជាមានកម្រិតខ្ពស់បានពង្រឹងយន្តការដោះស្រាយកតកម្មបាតកម្មនៅក្នុងវិស័យការងារដោយបានអន្តរាគមន៍ដោះស្រាយបញ្ហាកតកម្មចំនួន126ករណីនិងបានធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាបាតកម្មចំនួន9ករណីទន្ទឹមនេះក្រសួងបានបន្តជំរុញធ្វើការអង្កេតសិក្សានិងស្រាវជ្រាវពីជំនាញរបស់សិស្សនិស្សិតតម្រូវការជំនាញនិងទីផ្សារការងារដែលគាំទ្រដល់ការរៀបចំនិងអនុវត្តគោលការណ៍នយោបាយទីផ្សារការងារសកម្មគោលដៅបង្កើតទីផ្សារការងារមួយដែលមានភាពរឹងមាំនិងចីរភាពវឌ្ឍនភាពថ្មីនិងការសម្រេចបានជោគជ័យថ្មីៗលើវិស័យការងារនិយាយជារួមនិងនិយាយដោយឡែកកិច្ចខិតខំប្រឹងប្រែងដោយធានានៅការងារសមរម្យជាពិសេសក្នុងសង្គមសម័យទំនើបគឺមិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាកម្លាំងជំរុញសេដ្ឋកិច្ចនិងបង្កើនស្ថិរភាពសង្គមផងដែរការធានានៅការងារសមរម្យនឹងជួយកាត់បន្ថយភាពក្រីក្របង្កើនសមភាពនិងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាក្នុងទីផ្សារការងារ